នឹងហើយសម្រាប់អ្នកដែលថ្មីឃើញវីដេអូនេះហើយកំតាន់អូនរំលងណាតើយើងនាំបងប្អូនទៅមើលពីសកម្មភាពមុនដែលយើងកាត់អញ្ចឹងណាបងប្អូនហ្នឹងហើយជាដំបូងឡើយគឺខ្ញុំច្រើនតែខ្ញុំវេសក់បងប្អូនព្រោះអីខ្ញុំគិតថាវេសក់នេះចំណុចសំខាន់ជាងគេគឺការវេសក់ហ្នឹងឯងបងប្អូនជាដំបូងមុនដែលយើងកាត់បងប្អូនណាហ្នឹងហើយការវេសក់នេះដែរឃើញថាយើងត្រូវតែផ្ចិតផ្ចង់មែនទេបងប្អូនព្រោះអីសម្រាប់ដែលសក់ដែលវែងធ្លាក់មកជារៀងហ្នឹងត្រូវតែវេទៅលើអញ្ចឹងណាបងប្អូនដើម្បីងាយស្រួលក្នុងការយើងកាត់អញ្ចឹងទៅបងប្អូនបើថាវាធ្លាក់ចូលមកជាហៀងមកអីញ៉ៃញ៉ៃអញ្ចឹងទៅវាពិបាកកាត់បងប្អូនយើងកាត់បានដូចគ្នាបងប្អូនគ្រាន់ថាវាពិបាកយើងអញ្ចឹងហើយណាមួយកាត់វាអត់សូវបានស្អាតទេបងប្អូនហ្នឹងហើយបើថាយើងវេភ្លីយើងហើយឃើញថាយើងកាត់ផ្នែកជាហៀងរៀបរយហើយគឺយើងតម្លាក់មកឃើញថាយើងកាត់មកស្អាតតែម្ដងបងប្អូនអញ្ចឹងទេក៏ដៃថ្មីក៏គាត់ផ្ចិតផ្ចង់នៅកន្លែងចំណុចការវេសក់ហ្នឹងឲ្យបានមែនទេណាបងប្អូនហ្នឹងហើយអ្នកស្លាប់ទៅក៏គាត់មើលស្រះក្នុងការវេសក់ហ្នឹងចាបងប្អូនគឺគាត់ថាវេសក់ហ្នឹងវាមិនសំខាន់អីចឹងណាបងប្អូនដល់ពេលគាត់អត់បានវេគាត់បាញ់ទឹកឲ្យសិតដល់ពេលវាស្ងួតយើងបាញ់ទឹកវាក្រាមមែនបងប្អូនដល់ពេលយើងកាត់ទៅវាស្ងួតវាអាចនឹងវាធ្លាក់មកវិញអញ្ចឹងណាបងប្អូនអញ្ចឹងវាធ្វើឲ្យយើងញ៉ៃញ៉ៃក្នុងការកាត់ចឹងវាទៅដៃទៅជើងអញ្ចឹងទៅបងប្អូនហ្នឹងហើយអញ្ចឹងទេយើងចាំបាច់គឺយើងត្រូវតែវេសក់ទៅលើចឹងណាបងប្អូនដើម្បីងាយស្រួលក្នុងការយើងកាត់អញ្ចឹងទៅបងប្អូនហ្នឹងហើយតើបងប្អូនឥឡូវយើងបង្វែរអារម្មណ៍បងប្អូនមកមើលពីសកម្មភាពខ្ញុំកាត់សក់ឲ្យក្មួយប្រុសវិញម្ដងបងប្អូនហ្នឹងហើយបងប្អូនឃើញថាផ្នែកកញ្ចឹងកហ្នឹងគឺថាគាត់លេង style បែប style រូបបេះដូងចឹងណាបងប្អូនដាក់ក្បាលរូបបេះដូងបងប្អូនហ្នឹងហើយតែគាត់កាត់តែម៉ូតហ្នឹងទេបងប្អូនហើយមិនដឹងថាកតុយបេះដូងមិនដឹងនៅខាងណាទេបងប្អូនដល់ពេលកាត់ប្រហែលឆ្នាំហើយរកកតុយបេះដូងអត់ឃើញទេឃើញតែក្បាលបេះដូងចឹងណាបងប្អូនចឹងទេមួយដែលចង់កាត់កតុយបេះដូងអាចមកកាត់បានបងប្អូនដើម្បីយកក្បាលបេះដូងយកទៅផ្គប់នឹងកតុយបេះដូងចឹងណាបងប្អូនហ្នឹងហើយបង្កាត់បានជារូបបេះដូងមួយចឹងបងប្អូនហ្នឹងហើយតែរកអត់តាន់ឃើញបងប្អូនហ្នឹងហើយមានតែក្បាលបេះដូងអត់បាត់កតុយបងប្អូនមិនដឹងថាកតុយណាចឹងណាបងប្អូនចឹងទេមួយដែលចង់កាត់អាចមកកាត់ម៉ូតកតុយបេះដូងបានបងប្អូនហ្នឹងហើយម៉ូតសក់នេះដែរឃើញថាគាត់ស្រឡាញ់តែម៉ូតហ្នឹងមួយទេបងប្អូនក្រៅពីម៉ូតហ្នឹងគឺគាត់ថាអត់ស្រឡាញ់ទេបងប្អូនហ្នឹងហើយគាត់ស្រឡាញ់តែបេះដូងបាល់បេះដូងមួយហ្នឹងហើយបងប្អូនអញ្ចឹងទេមួយដែលស្រឡាញ់ពេញចិត្តម៉ូតនេះអាចមកកាត់បានបងប្អូនកាត់ហើយឃើញថាសង្ហាអញ្ចឹងបងប្អូនផ្នែកពីក្រៅឃើញថាស្អាតណាបងប្អូនសម្រាប់អ្នកដែលស្រឡាញ់រូបបេះដូងអញ្ចឹងណាបងប្អូនឥឡូវបងប្អូនមើលចាំមើលឃើញថាស្អាតមែនទេបងប្អូនឃើញទេឡើងហ្មងបងប្អូនហ្នឹងហើយក្បាលបេះដូងហ្នឹងហើយតែបាត់កតុយបងប្អូនហើយតែបាត់ថាមានកតុយដឹងសង្ហាបណ្ណាទេបងប្អូនហ្នឹងហើយដោយសារយើងកាត់ពី3ឆ្នាំបងប្អូនហ្នឹងហើយរកកតុយបេះដូងអត់ឃើញទេបងប្អូនឃើញតែក្បាលបេះដូងអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងទេក៏ភ្ញៀវគាត់ចេះតែសួរដែរពូខ្ញុំកាត់រូបក្បាលបេះដូងអញ្ចឹងអត់មានគេកាត់រូបកតុយបេះដូងទេពូហើយក៏ជាងថាអត់មានទេនោះមានតែសបោគេកាត់ក្បាលបេះដូងកតុយបេះដូងអត់ឃើញមានហ្នឹងហើយអញ្ចឹងទេរកអត់តាន់ឃើញបងប្អូនអញ្ចឹងទេបើថាឃើញវីដេអូរូបកតុយបេះដូងខ្ញុំនឹងយកមកផ្គួបគ្នាអញ្ចឹងណាដើម្បីបង្កើតបានជារូបបេះដូងមួយអញ្ចឹងណាបងប្អូនហ្នឹងហើយនឹងអញ្ចឹងទេលទ្ធផលដែលយើងកាត់បានឃើញថារៀបរយហើយបងប្អូននេះឃើញថាសមិទ្ធផលដែលយើងកាត់បានឃើញថាសង្ហាអត់បងប្អូនអញ្ចឹងទេបើស្រឡាញ់ពេញចិត្តជួយ comment ជួយឲ្យបេះដូងកាត់ផងបងប្អូនហើយក៏ជួយ follow page ខ្ញុំអ្នកមួយផងបងប្អូនដើម្បីធ្វើជាវីដេអូរាល់ថ្ងៃឲ្យបងប្អូនទស្សនាសម្រាប់ដៃថ្មីដែលគាត់ទៅបង្ហាត់រៀនអញ្ចឹងណាបងប្អូនហ្នឹងហើយក៏វីដេអូដល់ទីបញ្ចប់ហើយបងប្អូនបាយបាយជម្រាបលាបងប្អូនទាំងអស់គ្នាសំណាងល្អគ្រប់គ្នា